ها هي سوريا اليوم تنفض عن كاهلها نكتة سوداء وتمزق بأيديها صفحة من ماضيها الأليم لتنطلق សហរដ្ឋអាមេរិកបានដកប្រទេសសេរីចេញពីបញ្ជីខ្មៅនៃរដ្ឋគាំទ្រភេរវកម្មដែលជាការសម្រេចចិត្តមួយត្រូវបានប្រធានាធិបតីសេរីលោក Ahmed Al-Zahra ប្រកាសស្វាគមន៍ថានេះគឺជាប្រវត្តិសាស្ត្រនិងលោកបានថ្លែងថាវានឹងជួយដល់ការស្ដារប្រទេសសេរីឡើងវិញបន្ទាប់ពីសង្គ្រាមស៊ីវិលអស់រយៈពេល14ឆ្នាំបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី24ខែសីហានេះបានឲ្យដឹងថាការដកប្រទេសសេរីចេញពីបញ្ជីខ្មៅនៃរដ្ឋគាំទ្រភេរវកម្មគឺធ្វើឡើងកាលពីថ្ងៃច័ន្ទដោយបានប្រកាសចូលជាធរមានហើយបន្ទាប់ពីការឆ្លងកាត់ការពិនិត្យអស់រយៈពេល45ថ្ងៃតាមរយៈសំណើរបស់លោក Donald Trump កាលពីថ្ងៃទី8ខែកក្កដារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយដោយថាសកម្មភាពនេះត្រូវបានធ្វើឡើងដើម្បីទទួលស្គាល់នូវសកម្មភាពជាវិជ្ជមាននានានិងការបដិញ្ញាចិត្តបន្ថែមទៀតដោយលោក Al-Zahra ក្នុងការផ្ដាច់ប្រទេសសេរីឲ្យដាច់ស្រឡះពីក្រុមភេរវកម្មអន្តរជាតិលោក Al-Zahra បានសម្ដែងការស្វាគមន៍យ៉ាងខ្លាំងចំពោះការសម្រេចចិត្តមួយនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះសារនៅលើបណ្ដាញសង្គម X លោកបានថ្លែងអំណរគុណដល់លោកប្រធានាធិបតី Donald Trump ហើយបាននិយាយថាប្រទេសសេរីកំពុងតែហែកចោលនៅទំព័រមួយនៃអតីតកាលដ៏ឈឺចាប់របស់ខ្លួនដើម្បីបោះជំហានទៅមុខចូលនៅក្នុងវិស័យអភិវឌ្ឍការស្ដារឡើងវិញនិងការកសាងប្រទេសសេរីឡើងវិញផងដែរប្រទេសសេរីបានស្ថិតនៅក្នុងបញ្ជីខ្មៅនេះតាំងពីឆ្នាំ1979មកម្លេះនៅពេលដែលទីក្រុង Washington បានចោទប្រកាន់រដ្ឋាភិបាលរបស់អតីតប្រធានាធិបតី Hafez al-Assad ថាបានគាំទ្រក្រុមប្រដាប់អាវុធប្រឆាំងនឹងអន្តរជាតិការកំណត់ឈ្មោះប្រទេសនេះជាប្រទេសភេរវកម្មបានបន្តរក្សាទុកពេញមួយអាណត្តិដែលគ្រប់គ្រងដោយកូនប្រុសរបស់លោកគឺលោក Bashar al-Assad ដែលត្រូវបានផ្ដួលរលំដោយក្រុមឧទាមដឹកនាំដោយលោក Al-Zahra កាលពីខែធ្នូឆ្នាំ2024ការកំណត់ឈ្មោះប្រទេសភេរវកម្មនេះបាននាំមកនូវការរឹតបន្តឹងលើជំនួយបរទេសរបស់សហរដ្ឋអាមេរិកការនាំចេញនិងការទិញសព្វាវុធការពារជាតិដែលទាំងអស់នេះបានបង្កផលប៉ះពាល់ក្នុងវិស័យស៊ីវិលនិងយោធានិងប្រតិបត្តិការហិរញ្ញវត្ថុរបស់ប្រទេសសេរីហើយវាបានបន្តដើរតួនាទីជាឧបសគ្គដ៏ធំមួយសម្រាប់ធនាគារនិងការវិនិយោគសម្បីតែបន្ទាប់ពីទីក្រុង Washington បានលុបចោលកម្មវិធីដាក់ទណ្ឌកម្មរបស់ខ្លួនលើប្រទេសសេរីក៏ដោយអ្នកសារព័ត៌មាន Al Jazeera បានរៀបរាប់ថាមកទល់ពេលនេះមានតែប្រទេសគុយបាអ៊ីរ៉ង់និងកូរ៉េខាងជើងប៉ុណ្ណោះដែលនៅសល់ក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកហើយការដែលសហរដ្ឋអាមេរិកព្រមដកប្រទេសសេរីចេញពីបញ្ជីខ្មៅនេះគឺជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកជាយូរមកហើយក្នុងគោលដៅដើម្បីទាញប្រទេសសេរីឲ្យចេញពីកណ្ដាប់ដៃរបស់ប្រទេសអ៊ីរ៉ង់និងរុស្ស៊ីជាដើម